គឺជា sensor ដែលសម្រាប់បញ្ជូនព័ត៌មានឲ្យយើងដឹងនៅពេលដែលមានភ្លៀងធ្លាក់ឧទាហរណ៍ពេលដែលយើងដេកហើយនៅក្រៅមានភ្លៀងធ្លាក់អញ្ចឹងនៅពេលដែលមានភ្លៀងធ្លាក់ទឹកភ្លៀងនឹងប៉ះ sensor នេះទៅមកវាបញ្ជូន signal មកកាន់ microcontroller ទទួលបាន signal របស់វាក៏បញ្ជូនទៅកាន់ booster ដើម្បីបន្លឺជាសំឡេងឲ្យយើងដឹងថានៅខាងក្រៅមានភ្លៀងធ្លាក់ទៅខ្ញុំនឹងតែដំណើរការវាឧទាហរណ៍នេះគឺជាទឹកភ្លៀងទឹកភ្លៀងប្រក់ពីលើវានៅគឺជាដំណើរការរបស់វានៅពេលដែលមានភ្លៀងធ្លាក់ប៉ះវានឹងមានការបន្លឺសំឡេងនៅពេលដែលអត់មានភ្លៀងធ្លាក់ឡើយខ្ញុំជូតចេញនៅពេលដែលអត់មានភ្លៀងធ្លាក់សំឡេងវានឹងត្រូវកាត់ផ្ដាច់នឹងត្រូវបិទដោយខ្លួនឯងដែល sensor មួយប្រភេទនេះគឺវាមានចន្លោះ 0V ទៅ 5V ដែលជាបន្ទាត់នេះគឺជាបន្ទាត់តុងដែននៅពេលដែលមានទឹកប៉ះវានឹងកើនពី 0V ទៅ 5V កំណើននៃតង់ចុងវានឹងបញ្ជូនជាសញ្ញាទៅកាន់ microcontroller ដើម្បីបញ្ជាទៅ servo motor ឬក៏ booster ដែលយើងបានដាក់